តាមផ្ទះបងប្អូនយើងយកវាមកកាត់ជា8កង់មកហើយនឹងកាសបងប្អូនទូអូតូយើងអាចដាក់បាន3កញ្ច្រែងអូតូដែលដំឡើងក្នុងទូនេះឥឡូវខ្ញុំលើឧទាហរណ៍យកកញ្ច្រែងប្រភេទ56យកមករៀនបងប្អូនបើសិនបងប្អូនចង់ប្រើកញ្ច្រែង70ពងក៏បានដែររឡូហើយនេះគឺជាកន្លែងដែលយើងត្រូវចោះរំខ្យល់ដែលយើងត្រូវចោះហ្នឹងគឺយើងចោះនៅតាមជើងដាក់កញ្ច្រែងហ្នឹងឯងបងប្អូនគឺយើងចោះ3រុនមកនៅតាមជើងកញ្ច្រែងហ្នឹងចោះ3រុនបានទេបងប្អូនបន្ទាប់មកទៀតនេះគឺយើងត្រូវដាក់កញ្ច្រែងចូលអញ្ចឹងលើកជាឧទាហរណ៍បើសិនជាបងប្អូនប្រើកញ្ច្រែងអូតូខាងលើ3ខាងក្រោម1អញ្ចឹងបានអាក្រោមនេះខ្ញុំលើកជាឧទាហរណ៍ទេកញ្ច្រែងខាងក្រោមនេះគឺកន្លែងដែលយើងត្រូវដាក់ពងមន់ចិត្តញាស់ឬក៏កូនមន់ញាស់ហើយតែសម្រាប់បងប្អូនប្រើទូវីដៃវិញគឺបងប្អូនញុកទាំង4កញ្ច្រែងនេះម្ដងចូលទៅ4ធ្នើអាចភ្ញាស់បានប្រហែលជា400គ្រាប់បើសិនជាយើងប្រើទូអូតូដាក់បាន3កញ្ច្រែងខាងលើនិងកញ្ច្រែងខាងក្រោម1សម្រាប់ប្រែដៃឬក៏សម្រាប់ពេលកូនមន់ចិត្តញាស់ឬកូនមន់ញាស់ហើយឲ្យនៅកន្លែងហ្នឹងបន្ទាប់មកទៀតនេះគឺកធុនទឹកអញ្ចឹងបញ្ជាក់បងប្អូនផងដែរទូប្រភេទនេះគឺយើងសំណើមវាគឺយើងកំណត់ទៅលើទំហំនៃផ្ទៃទឹកឥឡូវនេះដល់កន្លែងយើងត្រូវភ្ជាប់ឈុតអូតូនេះឈុតអូតូដែលហៅថាឈុតអូតូគឺវាមាន timer ហើយនិងកញ្ច្រែងឧបករណ៍កំណត់ពេលវេលានិងកញ្ច្រែងអូតូអញ្ចឹងបងប្អូនពេលដំឡើងទូភ្ញាស់បងប្អូនចែកគ្នាដាច់គឺឈុតខាងភ្ញាស់ផ្សេងនិងផ្នែកអូតូផ្សេងពីគ្នាបើសិនជាបងប្អូនចង់បានឧបករណ៍ដំឡើងទូភ្ញាស់គ្រប់ប្រភេទគ្រប់ຂະຫນាតគ្រប់ទំហំបងប្អូនអាចតាក់ទងមកខាងយើងខ្ញុំបាននៅលើ page ដែលមានឈ្មោះថាទូភ្ញាស់ទំនើបនិងបើសិនជាបងប្អូនចង់ទៅដល់សាខាក៏បានសាខាធំទី1គឺនៅខាងភ្នំពេញនៅខាងស្ពានដៃចំការដងបរិយលឹមជាងហាក់ផ្ទះលេខ67អូផ្លូវលេខ4សម្រាប់បងប្អូននៅខាងតកែវបងប្អូនអាចមកបានមកខាងផ្សារខ្នងបត់ផ្លូវជាតិលេខ3មើលឧបករណ៍កំណត់ពេលវេលានឹងវាធ្វើការគឺវាបញ្ជាទៅកញ្ច្រែងវល់គ្រឿងយ៉ាងហ្នឹងបងប្អូនពេល